សម្ដេចតេជោហ៊ុនសែនចេញសារជាបន្ទាន់មួយក្នុងការផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជារកការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនមួយរយៈសិនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានិងជាឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នាំបំផុតដោយនៅមុននេះបន្តិចសម្ដេចបានចេញសារជាបន្ទាន់មួយក្នុងការផ្ដល់អនុសាសន៍ឲ្យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងរដ្ឋាភិបាលកម្ពុជាផ្អាករកការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនដើម្បីធានាសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរក្នុងគ្រាដែលទាហានសៀមកំពុងតែបង្កើននូវការវាយប្រហារឈ្លានពានមកលើកម្ពុជាឥតឈប់ឈរដោយសភាវុធធនធ្ងន់គ្រប់ប្រភេទតាមផ្លូវទាំង3គឺផ្លូវគោកផ្លូវអាកាសរំនិងផ្លូវទឹកសម្ដេចតេជោហ៊ុនសែនបានសរសេររៀបរាប់លើគណៈនៃផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃសៅរ៍ទី13ខែធ្នូឆ្នាំ2025នេះដែលមានខ្លឹមសារទាំងស្រុងថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែងសូម្បីតែស្ពានផ្លូវថ្នល់សាលារៀននិងវត្តអារាមក៏ពួកគេប្រើកំភ្លើងធំនិងយន្តហោះវាយបំផ្លិចបំផ្លាញចោលផ្សែងពុលក្របបែកចង្កោមក៏ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលពលរដ្ឋថៃរស់នៅនិងធ្វើការក្នុងទឹកដីកម្ពុជាផងដែរនៅក្នុងសភាពការបែបនេះក្នុងនាមប្រធានព្រឹទ្ធសភានៃកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណៈបកកាន់អំណាចខ្ញុំក៏សូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលពិចារណាលើការផ្អាករកការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃឆ្លងកាត់ព្រំដែនប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងតែរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញវិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់នៅពេលធ្វើដំណើរពិសេសគឺពេលធ្វើដំណើរឆ្លងកាត់ព្រំដែនសូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់សូមរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬក៏ផ្សែងពុលរបស់ថៃ